បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំចេញមកតបខមមិនបងប្រុសម្នាក់ដែលគាត់ថាសូមឲ្យខ្ញុំថតកន្លែងការងារកន្លែងធ្វើការឲ្យគាត់មើលអញ្ចឹងណាបាទហើយមុនខ្ញុំចូលដល់សាច់រឿងខ្ញុំសូមអធិស្ឋានដល់បងប្អូនដែលទស្សនាវីដេអូខ្ញុំសម្រាប់ការបញ្ចូលសលេងហើយនិងការកាត់តវីដេអូអីខ្លះខ្ញុំមានការខុសឆ្គងអីចឹងសូមអធិស្ឋានជាមុនផងបងព្រោះអីខ្ញុំអត់សូវចេះកាត់ទេខ្ញុំទើបតែលើកទី1ខ្ញុំរៀងគីឡូខុសអីចឹងណាបងប្អូនអញ្ចឹងជួយអធិស្ឋានឲ្យខ្ញុំផងអញ្ចឹងចូលមកដល់សាច់រឿងយើងវិញនេះការងារខ្ញុំវាអត់សូវជាស្រួលប្រហែលទេបងអើយមើលទៅដូចបងឃើញចឹងវាក្តៅយើងដុតភ្លើងចឹងណាបងសម្រាប់ការងារហ្នឹងវាមានផលពិបាកនិងផលស្រួលរបស់វាខ្ញុំហងចាក់ខ្ញុំហ្នឹងបើផលពិបាកវាលក្ខណៈថាយើងធ្វើការនៅកន្លែងរោងចក្រហ្នឹងវាលក្ខណៈថាខូចសុខភាពហ្នឹងបងព្រោះបងដូចឃើញចឹងហុយផ្សែងមួយថ្ងៃវល់ល្ងាចចឹងណាហើយយើងធ្វើការមិនយើងធ្វើមួយថ្ងៃនឹងណាយើងធ្វើរហូតចឹងហើយដុតភ្លើងជាពិសេសខែក្តៅយើងនៅក្បែរភ្លើងរហូតមុខមាត់អីយើងចង់ឲ្យចឹងនិយាយចឹងហើយប្រាក់ខែក៏វាបានតិចវាមានម៉ោងថែមទេបងប្អូនអើយតែគាត់នៅថាស្រួលរោងចក្រខ្ញុំទៅឡើងមកចឹងវាមានខ្មែរគាត់ធ្វើការនឹងយូរដែរហើយខ្មែរយើងនឹងវាថាជា7នាក់រោងចក្រខ្ញុំវាអត់ធំទេរោងចក្រខ្ញុំមានខ្មែរ7នាក់ការ៉េ4នាក់ទាំងអស់តែ10នាក់ជាងបងប្អូនហើយដូចនេះបងប្អូនឃើញខ្ញុំធ្វើការចឹងរហូតមួយថ្ងៃវល់ងាយហើយយើងចាក់អាខាងនេះហើយយើងហូលអាខាងនេះហើយយើងទៅចាក់អាខាងនោះវិញហើយយើងចាក់បានហើយយើងលើកយើងជន់វាចឹងបងប្អូនហើយវាគ្រោះថ្នាក់ក៏អត់សូវមានដែរកន្លែងរោងចក្រខ្ញុំមកដោយសារវាអត់មានការធ្វើការអីគាត់ថាវាខូចសុខភាពយើងប៉ុណ្ណឹងទេព្រោះរោងចក្រហ្នឹងរោងចក្រស្លដែកទេបងប្អូនខ្ញុំមិនមែននៅខាងស្លដែកព្រោះខ្ញុំមកក្រោយគេនៅកន្លែងហ្នឹងនៅខ្វះមនុស្សនៅខាងស្លដែកក៏វាអត់ស្ទើរហត់ដែរគាត់ថាវាធ្វើរហូតមួយថ្ងៃវល់ល្ងាចហើយវាខូចសុខភាពហើយខ្ញុំអត់បានបើកសលេងម៉ាស៊ីនដាក់ឲ្យបងប្អូនទេវាលឺខ្លាំងពេកវាលឺវាខូចតិចខូចអីចឹងវាធ្វើយូរយើងញុកតិចញុកអីចឹងពេលយើងធ្វើយូរទៅវាខូចសុខភាពខូចតិចខូចវាថាសួតអីចឹងវាហុយផ្សែងវាឈួលបងប្អូនតែអីទៅយើងទ្រាំទៅធ្វើម៉េចបើយើងធ្លាក់មកចំរោងចក្រចឹងហើយបើយើងចង់ដូរក៏ដឹងដូរតាណាដែរបងអើយបើខ្ញុំអត់ចេះភាសាកូរ៉េប៉ុណ្ណឹងខ្ញុំដឹងដូរទៅខាងណាខាងណីទេមានទ្រាំធ្វើម៉េចបើយើងជំរឿយើងមានតែមួយទេមានតែទ្រាំធ្វើទៅបងប្អូនបើបងប្អូនធ្លាក់ចំរោងចក្រខ្ញុំអីវាពិបាកតែអីទេពិបាកក៏ពិបាកទៅឲ្យតែយើងបានការងារធ្វើបងប្អូនអើយស៊ូជ្រុលតែមកទៅហើយចឹងយើងស៊ូទាំងអស់គ្នាបងណែទៅរៀនកូរ៉េឬក៏រៀបចំឡើងមកឲ្យកុំពិបាកចិត្តច្រើនឡើងមកដល់កូរ៉េក៏វារៀងឲ្យតែបានឡើងមកសិនបងប្អូនទោះបីយ៉ាងណាក៏យើងស្រួលដែរកុំពិបាកចិត្តថាធ្វើការមួយកូរ៉េអត់កើតអត់ចេះភាសាអីមិនភ័យទេយូរទៅគូតែចេះទេខ្ញុំអត់ចេះគេគឺការអីយើងមើលយើងរៀនយល់រៀនកាត់ន័យខ្លះទៅបងប្អូនធ្វើការគេប្រាប់យើងរៀងល្វីអញ្ចឹងណាហើយការងារវាមិនចេះតែបានកន្លែងស្រួលទេនៅកូរ៉េការងារវាច្រើនមែនតែការងារស្រួលវាមិនសម្រាប់តែយើងនេះជួនកាលយើងមកក្រោយគេការងារប៉ុណ្ណឹងក៏ខ្ញុំមិនថាពិបាកដែរតែរោងចក្រនឹងធ្លាប់ដាក់ជនជាតិវៀតណាមជនជាតិថៃជនជាតិអីនៃប៉ាល់អីគេនៅទេបងប្អូនគេរត់អស់ហើយដោយសារវាហុយវាពិបាកបើកន្លែងខ្ញុំហុយប៉ុណ្ណឹងឯនៅកន្លែងស្លដាច់ហុយជាងនឹងទៀតបងប្អូនខ្ញុំសំណាងដែរមកក្រោយគេបានកន្លែងយើងស្រួលដែរបើកន្លែងបងបិទពុំនោះគាត់អត់សូវអីដែរបងដូចបងប្អូនឃើញយើងទាំងហាលពី3សម្រាប់បកផ្សាយយើងចេញហើយប៉ុណ្ណឹងឯនៅតែហុយពេញរោងចក្រទៀតបងប្អូនអញ្ចឹងវីដេអូហ្នឹងខ្ញុំចង់ឲ្យបងប្អូនមើលតែប៉ុណ្ណឹងទេហើយវាអត់មានខ្ញុំរៀងវែងអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់បងបើបងឃើញវីដេអូខ្ញុំគិតថាវាមានប្រយោជន៍អីចឹងបងជួយ share ក៏ជួយឲ្យមេដៃ comment អីឲ្យខ្ញុំម្នាក់មួយឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូឲ្យបងប្អូនមើលបន្តទៀតអញ្ចឹងតាមផ្ញើទៅបងដែលទើបឡើងមកឬក៏រៀបចំរៀនអីកុំឲ្យអស់ខំអីខំប្រឹងស៊ូចាក់ខ្សែក៏បានខំរៀនឲ្យជាប់មកតែម្ដងនេះយើងគិតទៀតអញ្ចឹងដើម្បីដោះឲ្យជីវភាពយើងវាបានធូរប្រសើរទាំងអស់គ្នាអរគុណបងជំរាបលា